នៅក្នុងថ្ងៃមុនយើងបានស្គាល់រួចមកហើយពីប្រាសាទដែលស្ថិតនៅក្នុងខេត្តស្វាយរៀងនៅក្នុងថ្ងៃនេះយើងនឹងទៅស្គាល់ពីប្រាសាទដែលមាននៅក្នុងខេត្តស្ទឹងត្រែងវិញម្ដងក្នុងខេត្តស្ទឹងត្រែងមានប្រាសាទបុរាណចំនួន2ដែលមានដូចជាប្រាសាទព្រះគោនិងប្រាសាទភ្នំធាតុថ្ងៃនេះយើងនឹងទៅស្គាល់ប្រាសាទព្រះគោជាមួយគ្នាប្រាសាទព្រះគោនេះសូមបងប្អូនកុំមានការយល់ច្រឡំជាមួយប្រាសាទព្រះគោដែលស្ថិតនៅក្នុងខេត្តសៀមរាបអីពីព្រោះប្រាសាទព្រះគោនេះមានទីតាំងស្ថិតនៅភូមិអូទ្រាលឃុំស្រែឫស្សីស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាប្រាសាទនេះមានឈ្មោះថាប្រាសាទព្រះគោដែលជាឈ្មោះថ្មីដែលគេចាប់ផ្ដើមហៅក្នុងប៉ុន្មានទសវត្សរ៍មុនដោយសារតែគេឃើញមានបដិមាគោមួយដែលជាយានជំនិះរបស់ព្រះសិវៈនៅខាងមុខប្រាសាទនេះចំពោះឈ្មោះដើមដែលអ្នកស្រុកហៅគឺជាប្រាសាទស្រីដែលជាគូនឹងប្រាសាទប្រុសឬប្រាសាទខ្ទោបដែលនៅក្បែរនោះត្រង់ចំណុចនេះយើងពុំទាន់បានដឹងពីរឿងរ៉ាវទាក់ទងទៅនឹងប្រាសាទប្រុសនោះទេចំពោះលក្ខណៈស្ថាបត្យកម្មប្រាសាទព្រះគោនេះជាប្រាសាទដែលកសាងឡើងពីឥដ្ឋជាសំណង់ទោលដែលសង់នៅលើខឿនឥដ្ឋមានរាង4ជ្រុងទៅវែងដែលនេះជាលក្ខណៈពិសេសនៃតំបន់ថ្លាបរិវត្តប្រាសាទនេះមានប្រាង្គដែលមានទទឹងប្រវែង7ម៉ែត្រនិងបណ្ដោយប្រវែង11ម៉ែត្រព្រមទាំងមានកម្ពស់ដើមប្រហែល15ម៉ែត្រក៏ប៉ុន្តែកំពូលប្រាសាទបានបែកបាក់អស់ទាំងស្រុងទៅហើយនៅក្នុងទសវត្សរ៍ឆ្នាំ1980ហើយក្នុងពេលបច្ចុប្បន្នយើងឃើញសល់ត្រឹមតែជញ្ជាំងកម្ពស់ប្រហែល4ម៉ែត្រតែប៉ុណ្ណោះប្រាសាទព្រះគោនេះមានទ្វារចូលមួយនៅទិសខាងកើតនិងទិសដទៃទៀតពុំឃើញមានការរចនាជាទ្វារបញ្ឆោតនោះទេតែយើងឃើញមានសសរផ្អោកដែលផុសចេញពីជញ្ជាំងហើយអ្វីដែលគួរឲ្យកត់សម្គាល់ដែរនោះគឺតាមរូបរាងរបស់ប្រាសាទយើងពុំឃើញមានក្បាច់ចម្លាក់ដែលឆ្លាក់លើសសរឬជញ្ជាំងឡើយដោយយើងឃើញមានតែការលម្អជាល្បាក់នៅក្បាលសសរនិងផ្នែកខាងក្រោមនៃប្រាសាទតែប៉ុណ្ណោះរីឯកំពូលរបស់ប្រាសាទយើងពុំបានដឹងពីសន្តានពិតនោះឡើយព្រោះវាបានបែកបាក់អស់ទៅហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺរូបរាងរបស់ប្រាសាទនេះមានលក្ខណៈជ្រុងដែលមើលទៅគឺយើងអាចមានអារម្មណ៍បានថាមានភាពខុសប្លែកពីប្រាសាទដែលយើងធ្លាប់បានស្គាល់កាលពីវីដេអូមុនចំពោះផ្តែរទ្វាររបស់ប្រាសាទនេះត្រូវបានធ្វើឡើងពីថ្មភក់នៅច្រកចូលខាងកើតដែលមានក្បាច់ចម្លាក់ជារូបគ្រុឌចាប់នាគហើយផ្តែរនេះស្ថិតនៅក្នុងរចនាបថថ្លាបរិវត្តនៅចុងសតវត្សទី6ដើមសតវត្សទី7ហើយទំនងជាត្រូវបានគេយកមកពីប្រាសាទផ្សេងតែកាត់តម្រឹមមកប្រើនៅប្រាសាទនេះវិញរីឯផ្នែកខាងក្នុងរបស់ប្រាសាទយើងឃើញមានបន្ទប់សក្ការៈចំនួន2ដែលបន្ទប់ខាងក្រោយមានទំហំធំនិងទំនងជាកន្លែងតម្កល់ព្រះសិវលិង្គរីឯបន្ទប់ខាងមុខមានទំហំតូចដែលអាចជាការរចនាបន្ថែមនៅក្នុងសម័យក្រោយហើយប្រាសាទនេះហ៊ុំព័ទ្ធទៅដោយកំពែងឥដ្ឋប្រវែង60ម៉ែត្រគុណនឹង100ម៉ែត្រដែលក្នុងពេលបច្ចុប្បន្នកំពែងនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះបដិមាគោជាសត្វជំនិះរបស់ព្រះសិវៈត្រូវបានកសាងឡើងពីថ្មភក់ដែលគេរកឃើញនៅខាងមុខប្រាសាទប្រហែល12ម៉ែត្រហើយគួរតែបែរមុខទៅរកព្រះសិវលិង្គនៅខាងក្នុងប្រាសាទនៅទិសខាងលិចប៉ុន្តែក្នុងពេលបច្ចុប្បន្នអ្នកស្រុកបានតម្កល់បដិមានេះបែរមុខទៅទិសខាងកើតវិញហើយបដិមានេះមានការបែកបាក់អស់ខ្លះតែមិនដឹងថាត្រូវបានជួសជុលបន្ថែមឡើងវិញនៅពេលណានោះឡើយក្រៅពីនេះគេក៏បានរកឃើញសិលាចារឹកលេខ K359 ជាភាសាសំស្ក្រឹតដែលមានខ្លឹមសារពីការកសាងរូបសំណាកព្រះត្រីភូវនេស្វរៈដែលជាព្រះសិវលិង្គដោយព្រាហ្មណ៍ម្នាក់ឈ្មោះស្រីសោមវរ្ម័នដែលត្រូវជាព្រះស្វាមីនៃបុត្រីព្រះបាទវីរវរ្ម័នសិលាចារឹកនេះកំណត់ឲ្យសូត្រគម្ពីរព្រហ្មញ្ញសាសនាដូចជាមហាភារៈនិងរាមាយណៈហើយតាមលក្ខណៈអក្សរគេអាចកំណត់ថានៅក្នុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី1នៅឆ្នាំ620ដល់ឆ្នាំ637ហើយគេបានសន្និដ្ឋានថាប្រាសាទព្រះគោនេះទំនងជាកសាងឡើងនៅដើមសតវត្សទី7ប្រហែលក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី1ហើយប្រហែលជាមានការជួសជុលឬសង់បន្ថែមនៅក្នុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី1ក្នុងឆ្នាំ616ដល់ឆ្នាំ637ដែលមានភស្តុតាងសំខាន់ៗដូចជា
ការប្រើប្រាស់ផ្តែរទ្វារចាស់នៅរចនាបថថ្លាបរិវត្តន៍ទម្រង់អក្សរក្នុងសិលាចារឹកលេខ K 359 ដែលស្របទៅនឹងសម័យព្រះបាទស្រីឦសានវរ្ម័នទី 1 និងខ្លឹមសារសិលាចារឹកដែលនិយាយអំពីការកសាងព្រះសិវលិង្គដែលស្របគ្នាជាមួយនឹងវត្តមានបដិមាព្រះគោនិងកន្លែងតម្កល់ព្រះសិវលិង្គក្នុងប្រាសាទ សរុបសេចក្តីមកប្រាសាទព្រះគោគឺជាប្រាសាទព្រហ្មញ្ញសាសនាដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈវាជាសំណង់បុរាណដ៏សំខាន់មួយក្នុងតំបន់ថ្លាបរិវត្តន៍ដែលមានលក្ខណៈស្ថាបត្យកម្មពិសេសព្រមទាំងបង្ហាញពីវប្បធម៌និងជំនឿដ៏អស្ចារ្យមិនត្រឹមតែប៉ុណ្ណោះក្នុងពេលបច្ចុប្បន្នក៏នៅមានបងប្អូនជាច្រើនមានជំនឿយ៉ាងខ្លាំងដោយមានការគោរពទៅលើព្រះគោដែលស្ថិតនៅប្រាសាទនេះទន្ទឹមនឹងនេះយើងក៏ឃើញមានការសាងសង់រោងមួយដែលសង់ឡើងពីសសរបេតុងនិងដំបូលប្រក់ក្បឿងដើម្បីតម្កល់បដិមាព្រះគោព្រមទាំងធ្វើឲ្យបងប្អូនទាំងអស់គ្នាមានភាពងាយស្រួលក្នុងការចូលទៅគោរពបូជាផងដែរបន្ថែមពីនេះថ្វីត្បិតតែប្រាសាទក្នុងពេលបច្ចុប្បន្នយើងមើលទៅឃើញមានលក្ខណៈគួរសមក៏ពិតមែនក៏ប៉ុន្តែក៏គួរតែមានការការពារបន្ថែមដែរដើម្បីកុំឲ្យមានការបែកបាក់ឬរលំបន្តទៀតប្រសិនបើពុំមានការការពារឬថែទាំនោះទេនោះវានឹងបែកបាក់បន្ថែមនៅថ្ងៃណាមួយមិនខានហើយកូនចៅជំនាន់ក្រោយនឹងមិនអាចបានស្គាល់សូម្បីតែរូបរាងដែលនៅសល់បន្តពីក្នុងពេលបច្ចុប្បន្នជាមួយគ្នានេះក៏សូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាបន្តការចូលរួមថែរក្សាការពារនិងលើកតម្កើងនៅសម្បត្តិវប្បធម៌ដ៏ផូរផង់មិនថាប្រាសាទនេះឬប្រាសាទផ្សេងៗនោះទេព្រោះរាល់ប្រាសាទទាំងអស់គឺសុទ្ធតែជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងដែលយើងគ្រប់គ្នាគួរតែដឹងនិងស្គាល់ទាំងអស់គ្នាលើសពីនេះទៅទៀតរាល់ប្រាសាទទាំងអស់គឺបានបង្ហាញពីសម័យកាលដ៏រុងរឿងដែលមានជំនឿជឿទៅលើការគោរពសាសនាព្រមទាំងបង្ហាញពីស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យនាសម័យនោះផងដែរ